មន់ដុតទឹកដូងមកបងប្អូនណាចូលចិត្តម្ហូបនេះខ្លះចាលាយជាមួយនឹងស្ពៃក្តោបតិចតិចមកហើយធ្វើទឹកត្រីផ្អែមមានលក់មានបន្លែមានជីអីទៀតមកអូយឆ្ងាញ់ណាស់បងប្អូនចាឃើញអញ្ចឹងហើយចង់ញ៉ាំមួយអីជាងគេបើខ្ញុំវិញហើយញ៉ាំមួយបាយទេថ្ងៃនេះហ่าធ្វើមន់មួយក្បាលខ្លួនឯងហ្មងណាដុតជាមួយនឹងស្ពៃក្តោបនេះហើយទឹកដូងមកផ្លែមកដូងក៏ខ្លួនឯងលើកលែងស្ពៃក្តោបទេតែទិញគេចាទិញមកក្តោបនឹងមកហើយខ្ញុំដាក់ជា4ចំណិតបន្តមកទៀតមានជាគុលលក្រីនេះ3គល់ចាដំវាទុតិចតិចហើយកាត់កង់ខ្លីៗមកចាយើងទុកទ្រាប់បាតហើយញាត់ក្នុងពោះមាន់អីចឹងហើយក៏មានដែងនេះមកដុំប៉ិនមួយជើងដែរចាកាត់វាខ្លីៗកាត់វាផ្ទះហើយមាន់យើងនេះមើលកន្លែងណាដែលមិនត្រូវការបេះកាត់វាចោលទៅកញ្ចក់អីហ្នឹងមាត់វាអីហ្នឹងខ្ទឹមសខ្ទឹមក្រហមញ៉ាខ្ទឹមក្រហម3កំពឹសហ្នឹងដំវារៀងបែកចឹងដែរខ្ទឹមសក៏ចឹងដែរខ្ញុំខ្ជិលបុកអត់ចង់បុកថ្ងៃនេះហើយក៏មានម្ទេសម្លេនេះ2ផ្លែចាបុកវាឲ្យល្អិតតិចមកយកមកប្រឡាក់មួយមាន់ឲ្យវាមានជាតិហឹលតិចហើយក៏មានពណ៌ស្អាតដែរហើយបន្ទាប់មកទៀតនេះប្រឡាក់ទឹកប្រេងខ្យងជាមួយមាន់ហើយម្ទេសយើងបុកមិញហ្នឹងខ្ទឹមហើយម្សៅស៊ុបរ៉ូឌីកន្លះស្លាបព្រាបាយបន្ទាប់មកទៀតហ្នឹងគឺថាយើងច្បល់វានិយាយទៅប្រឡាក់មាន់ហ្នឹងឲ្យវាសព្វបានល្អមកប្រឡាក់សព្វហើយចង់ផ្អាប់ទុកក៏បានតែខ្ញុំមិនបានផ្អាប់ទេនៅពេលយើងដុតទៅគឺនៅត្រាំត្រែងជាមួយគ្នាហ្នឹងឡើងយូរដែរអញ្ចឹងបងប្អូនក៏ទៅវាចូលជាតិហើយចាំបាច់ភ័យថាវាមាន់នឹងវាអត់ចូលជាតិទេហើយយើងដាក់អាគ្រឿងមិញហ្នឹងទ្រាប់បាតហើយញាត់ចូលពោះមាន់ពោះអីមកមានអីខ្លះគឺដាក់ចូលឲ្យអស់មកកលែងទឹកហ្នឹងដាក់ចូលមកហើយថ្ងៃនេះដុតដូងមួយផ្លែហ្នឹងគឺថាល្មមចាមាន់នេះគឺវាខ្ចីញញដែរបងប្អូនចាខ្ញុំដាក់ដុតវាក្របទុកចោលវាមកចតុះធំដែរបងប្អូនមករៀងរីងទឹកដូងហ្នឹងមកបន្តិចបាទខ្ញុំចាប់ផ្ដើមប្រែមាន់រយៈពេលដុតគឺថាមើលដែរចាមាន់យើងខ្ចីដែរអញ្ចឹងហើយគឺថាអត់បាក់ថែមទឹកថែមអីទេដូងមួយផ្លែហ្នឹងដុតល្មមប្រែមាន់ម្ដងដាក់ស្ពៃក្តោបនឹងចូលតែម្ដងចាដាក់ប៉ុណ្ណឹងគឺថាល្មមស្ពៃក្តោបយើងវាអត់អលួយខ្លាំងល្មមឆ្ងាញ់ហ្មងហើយគ្របទុកចោលទៅចាំមកធ្វើទឹកត្រីម្ដងថ្ងៃនេះកូនគេកំងទឹកត្រីផ្អែមញ៉ាំខ្ញុំបុកតែខ្ទឹមម្ទេសចាពីរមុខហ្នឹងបុកចូលឲ្យរៀងល្អិតបន្តិចសិនត្រីផ្អែមធ្វើលក្ខណៈតិចតួចចាខ្ញុំធ្វើតែអញ្ចឹងឲ្យបងប្អូនស្រួលហើយឆ្ងាញ់ទៀតចាដាក់ស្ករពីរស្លាបព្រាបាយស្មើមកវិចេងបន្តិចក្រូចឆ្មាមួយផ្លែនិយាយទៅយើងមើលដែរក្រូចឆ្មានឹងទឹកតិចច្រើនអីទៅហើយច្បល់កូរញុំវាឲ្យសព្វចឹងមកបន្ទាប់មកទៀតមកដាក់ទឹកត្រីចូលចាកូរវាបន្តិចមកភ្លក់មើលមកគឺថាល្មមតែម្ដងបាល់មិញហ្នឹងបុកសណ្តែកដីដាក់ចូលមកបន្តិចទៀតមកស្លាបព្រាពីរស្លាបព្រាទៀតរួចហើយខ្ញុំថែមទឹកឆ្អិនមកបន្តិចដែរហើយរួមជាមួយនឹងខ្ទឹមក្រហមចាឲ្យកូនណាគេតែទិញស្លឹកខ្ទឹមឲ្យបន្តិចចាមកវិញបានតកួនបងប្អូនចាឃើញថាទឹកត្រីយើងគឺរួចហើយចំណែកឲ្យមាន់យើងនេះក៏ឆ្អិនដែរចាហើយមើលនេះស្ពៃក្តោបគេនេះថាមកល្មមឆ្ងាញ់មើលសម្រស់គេផងចាតុនឆ្ងាញ់ហ្មងហើយនៅឡើងផ្អែមឲ្យមាន់នេះនៅឈោបុកទឹកត្រីហ្នឹងហើយប៊ីចង់ខ្លោចតែអត់អីទេគឺថារៀងមកល្មម